លោកសុត ថឺត ជាភាគីដាក់ពាក្យស្នើសុំនិងជាជនជាតិព្នងមកពីខេត្តមណ្ឌលគិរីបានថ្លែងអំណរគុណដល់មន្ត្រីសម្របសម្រួលដោះស្រាយវិវាទនៃ ឧ.ដ.ក ដែលសម្របសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យវិវាទរបស់គាត់នៅថ្ងៃប្រហ័សទី20 ខែមីនា ឆ្នាំ 2025 ពាក់ព័ន្ធនឹងការទាមទារសំណងរដ្ឋប្បវេណី ជាវិវាទពាក់ព័ន្ធនឹងការទាមទារសំណងដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍អូសបន្លាយជាង 2 ឆ្នាំ បាទអ៊ំសូមថ្លែងអំណរគុណដែរបានដោះស្រាយឲ្យអ៊ំទី1ដោះស្រាយទាន់ពេលវេលាទី2ហើយការដោះស្រាយអត់មានថាបងសេវាចេះចោះទេបាទហើយខ្ញុំអរគុណណាស់ជនជាតិព្នងរូបនេះបានឲ្យដឹងទៀតថាមុនទទួលបានដំណោះស្រាយពីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺវិវាទរបស់គាត់បានជាប់គាំងបើទោះបីជាតុលាការបង្គាប់ឲ្យជនបង្កបង់សំណងខូចខាតក៏ដោយឡាអូតូនៅត្បូងឃ្មុំកាត់រួចរាល់ហើយដោយសារក្រុមហ៊ុនជាមួយម្ចាស់បង្កហ្នឹងអត់ព្រមសងកាលហ្នឹងអញ្ចឹងណាពេលហ្នឹងបានអ៊ំយកដាក់ពាក្យបណ្ដឹងទៅកន្លែង ឧ.ដ.ក ហ្នឹងតាមលោកសុត ថឺត នៅក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះគឺប្អូនប្រុសរបស់លោកទេជាអ្នកស្លាប់កាលពីអំឡុងឆ្នាំ 2023 ជនជាតិព្នងរូបនេះក៏បានគូបញ្ជាក់ដែរថាលោកបានស្គាល់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈការចុះផ្សព្វផ្សាយរបស់មន្ត្រីសម្របសម្រួលដោះស្រាយវិវាទនៃ ឧ.ដ.ក នាពេលកន្លងមកសម្រាប់បេសកកម្មចុះទៅកាន់តំបន់ភូមិភាគឦសាន